មនុស្សយើងបើសិនជាអត់មានក្តីសុបិនបងប្អូនព្រឹកឡើងមិនដឹងធ្វើអីទេមិនដឹងធ្វើអីទេដេកគិតតែដេកឬក៏អត់ដឹងធ្វើអីទៅបីភ្ញាក់ឡើងចំណាយពេលមួយថ្ងៃទៅមួយថ្ងៃអត់ដឹងធ្វើអីលេងហ្គេមឬក៏និយាយរួមទៅអត់ដឹងធ្វើអីមិនមនុស្សតែអត់ដឹងធ្វើអីច្រើនតែចូលលក្ខណៈមនុស្សខ្ជិលទៅចូលលក្ខណៈមនុស្សខ្ជិលហើយវាសនាក៏តាមនឹងដែរតែបើយើងមានក្តីសុបិនក្តីសុបិនមិនទៅក្តីសុបិនឧទាហរណ៍ថាក្តីសុបិនចង់បានឡានចង់បានចំណូលសាច់ប្រាក់អកម្មបាច់ធ្វើការគេងក៏លុយហូរចូលចង់បានផ្ទះធំធំចង់បានវិឡាឡាក់អញ្ចឹងពេលដែលយើងមានក្តីសុបិនហើយយើងនឹងធ្វើរឿងអីកំណត់គោលដៅតែមានក្តីសុបិនហើយអូតូម៉ាទិកកំណត់គោលដៅមិនឧទាហរណ៍យើងទៅដល់តកែវអញ្ចឹងធ្វើដំណើរពីតកែវទៅតើយើងជិះអីទៅជិះឡានជិះម៉ូតូឬជិះអីកំណត់គោលដៅផ្លូវជាតិលេខប្រមាណឧទាហរណ៍យើងកំណត់មួយទៀតបើយើងកំណត់គោលដៅជាអ្នកមានធ្វើមិនបានមានណែធ្វើមិនបានមានchứអ្នកមានគេហៅស៊ីអីគេធ្វើមិនគេសកម្មភាពអីចំណុចខ្លាំងយើងនៅត្រង់ណាយើងអ្នកណាជា rule model របស់យើងហើយនៅសម័យនេះបងប្អូនណត់គំនិតអ្នកមានរបស់ T.H. Hacker អ្នកមាននៅកំពូលអ្នកមាននៅបាប៊ីឡូនសភៅមកណូសុទ្ធតែល្អដែលអាចធ្វើឲ្យយើងបង្កើតផ្នែកគំនិតអ្នកមានបើសិនជាយើងបញ្ចេញសកម្មភាពដោយអ្នកមានយើងប្រកាសខ្លាយជាអ្នកមានអត់ភាពជាមានបានមិនសំដៅទៅលើមនុស្សណាកើតមកមានអីមានទេសំដៅលើមនុស្សណាបញ្ចេញសកម្មភាពអញ្ចឹងនឹងខ្លាយជាអញ្ចឹងឧទាហរណ៍ថាអ្នកណាជិះផ្លូវជាតិលេខ2ត្រង់រហូតនឹងទៅដល់តកែវឃើញទេអ្នកណាជិះផ្លូវជាតិលេខ4ដល់កំពង់សោមផ្លូវជាតិលេខ3ដល់កំពតតែខុសផ្លូវជាតិហ្នឹងនេះហើយយ៉ាងណាមិញឲ្យអ្នកណាប្រើផ្នែកកំណត់អ្នកមានធ្វើដូចអ្នកមានអ្នកនឹងខ្លាចជាអ្នកមានហើយយើងកំណត់គោលដៅពេលដែលកំណត់គោលដៅយើងដឹងថាយើងចង់ខ្លាចជាអ្នកជំនាញខាងអីជោគជ័យខាងអីហើយទៅដោយវិធីណាធ្វើម៉េចខ្លួនឯងខ្លាចជាអ្នកជំនាញព្រោះអ្នកជំនាញកើតមកពីការហ្វឹកហាត់មួយថ្ងៃអត់មាននរណាកើតមកងាខ្លាចអ្នកជំនាញទេអញ្ចឹងទៅមើលប្រវត្តិអ្នកជំនាញមួយគាត់ខំប្រឹងហ្វឹកហាត់មួយថ្ងៃទល់មួយថ្ងៃប្រឹងហ្វឹកហាត់ឲ្យខ្លាចអ្នកជំនាញផ្នែកហ្នឹងអញ្ចឹងយើងកំណត់គោលដៅជោគជ័យផ្នែកហ្នឹងហើយយើងធ្វើម៉េចឲ្យខ្លាចជាអ្នកជំនាញផ្នែកហ្នឹងឃើញទេអញ្ចឹងយើងបានពីមានក្តីសុបិនមានគោលដៅហើយប្រវត្តិខ្លួនឯងខ្លាចអ្នកជំនាញហើយទី3នោះគឺការចាប់ផ្ដើមមាន2ហើយយើងអត់ចាប់ដើមយើងចេះ delay ពជាពេលស្អែកចាំវឹកហាត់ស្អែកចាំវឹកហាត់ស្អែកចាំធ្វើស្អែកចាំធ្វើស្អែកចាំវឹកហាត់ស្អែកហើយស្អែកទៀតស្អែកទៀតអញ្ចឹងចំណុចចាប់ផ្ដើមបើចង់ជោគជ័យចំណុចចាប់ផ្ដើមនោះសំខាន់ធ្វើវាឥឡូវនេះចាប់ផ្ដើមពីឥឡូវនេះហើយអត់មានជោគជ័យក្នុងរយៈពេលមួយថ្ងៃទេតិចម្ដងសន្សំដូចយើងធ្វើដំណើរទៅតកែវយើងចេញជិះប្រវត្តិទៅដល់តកែវទៅសៀមរាបអញ្ចឹងក៏ជិះប្រវត្តិទៅដល់សៀមរាបអញ្ចឹងទៅយើងអត់មានភ្លាមដល់ភ្លាមទេអត់ចេះជោគទេតែចេះសន្សំតែបងប្អូនចាប់ដើមសួរថាមិនទៅដល់នឹងបាទបងប្អូនចង់ជោគជ័យមិនចង់ជោគជ័យអាស្រ័យទៅលើបងប្អូនអត់មានដំណាក់កំណត់ឲ្យទេអញ្ចឹងភាពជោគជ័យទៅការ3នឹងក្តីសុបិនគោលដៅការចាប់ផ្ដើមអូខេបាយ